នៅក្នុង demo trading បងប្អូន trade គ្មានខ្វល់បាទហើយចង់ដាក់ទុនបាន100លានក៏បានដែរវាយទៅអញ្ចឹងយើងសាកល្បង strategy សាកល្បងយុទ្ធសាស្ត្រយើងអានេះល្អសម្រាប់បរិញ្ញានោះតែណាតែបើ live trading ចូលទៅញ័រហើយបុកដាក់បេះដូងលោតហើយមាន slippage ណា slippage មានន័យថាមាន spread ណាបាទមានគម្លាតណាបាទទប់ស្កាត់ខ្លួនឯងមិនបានឲ្យជាប់ជាមួយនឹងវិស័យនេះបាទពេលខ្លះចូលទៅចង់ញៀនណាអាហ្នឹងណាយល់ទេញៀនមានន័យថាម៉េចមានន័យថាម៉េចមានអង្គុយសម្លឹងថ្លែនៅអត់ទេពួកនេះត្រូវបានគ្រប់គ្រងហានិភ័យណាយើងត្រូវ control risk បាទនេះខាតអីខាតទៅបាទលេខហ្នឹងតែនេះខាតលុយហ៎បាទ100ក៏លុយដែរណាអានេះចង់ខាតឲ្យ1លានក៏អត់មិនដែរណាបាទអញ្ចឹង live trading បង្ហាញពីការប្រែប្រួលចិត្តសាស្ត្ររបស់អ្នកជួញដូរតែបើ demo trading គ្មានទេអត់ខ្វល់ទេចុចគួយតែចុចឲ្យຕົកចោលអញ្ចឹងហេតុអីបានជាយើងចុចអា demo ចេះតែចំណេញហើយចុចអាមែនតែនចេះតែខាតខ្ញុំសួរមកម៉េចឥឡូវខ្ញុំសួរសំណួរវិញទៅ trade demo បាទអារម្មណ៍ហ្នឹងហើយណាអារម្មណ៍គាត់ថាលុយគេវាមិនមែនលុយយើងបាទអារម្មណ៍យើងហ្នឹងហើយអត់ខ្វល់តែនេះលុយយើងចឹងអង្គុយមើលឆែកមើលអីចឹងណាចឹងបានយើងគេឲ្យយើងហ្វឹកហាត់ជាមួយ demo កុំឲ្យដាក់លុយធំពេកហើយគិតឲ្យដូចលុយមែនតើមុននឹងមក trade នេះមុនមក live នេះណាតែបើយើងដាក់ដបងអ្នកខ្លះដាក់បើកដបងដាក់ account 100000ចុចអូលុយហើយនេះសរុបចុងក្រោយកៅលំហូរការជួញដូរបែបជាក់ស្ដែងរបស់អាពួកត្រីធំធ្វើមែនតើណាអានេះទី1ពួក smart money វាមើល high time frame ធំវាមើលមួយអាទិត្យវាមើលមួយថ្ងៃវាមើល4ម៉ោងមើលដើម្បីអីវាមើល time frame នេះដើម្បីអីពួក smart money អរគ្រូមិញដូចយើងដាច់ខ្ញុំស្ដាប់អត់បានណាចង់និយាយថាអានេះការងាររបស់អាពួក smart money វាធ្វើនេះចុងក្រោយរៀនអីរៀនណាចុងក្រោយសរុបមកមានប៉ុណ្្នឹងឯងចុងក្រោយពេលបងប្អូនទៅ trade មានប៉ុណ្្នឹងឯងទី1អាពួក smart money វាកំណត់អំពីទិសដៅ time frame ធំអញ្ចឹងវាទៅមើលមួយអាទិត្យវាទៅមើលមួយថ្ងៃវាទៅមើល4ម៉ោងតើមើលដើម្បីអីអានេះមើលដើម្បីអីទី1មើលដើម្បីអី market structure គ្រូទៅមើលទិសដៅចង់ដឹងឡើងចុះបាទចង់ដឹងទិសដៅវាទៅណាឡើងឬក៏ទិសដៅចុះតើអត់ដល់ទៅហ្នឹងហើយបាទគ្រូបាទអញ្ចឹងអាពួកត្រីធំវាចង់ដឹងថាតើទិសដៅទីផ្សារវាទៅណាទិសដៅទីផ្សារជាក់ស្ដែងវាទៅណាបាទហ្នឹងទី1ចូលទៅដោយកាក់សូលណាអញ្ចឹងអាពួកត្រីធំមិញវាមើលអីមិញតែមិញវាមើលអីទី1កំណត់ថ្ងៃនេះមួយអាទិត្យមួយថ្ងៃ4ម៉ោងអាហ្នឹងគឺ high time frame buyer ហ្នឹងមើលទិសដៅធំនេះអញ្ចឹងអានេះខ្ញុំចុចមួយអាទិត្យណាមួយអាទិត្យអញ្ចឹងដល់ពេលដែលសរុបមករៀនមកកណោចុងក្រោយមិនប្រើតែប៉ុណ្្នឹងទេណាទៅអនុវត្តជាក់ស្ដែងតែបើយើងអត់រៀនយើងមិន high time frame អីនៅឆ្ងល់សួរពេញហ្នឹងអញ្ចឹងណាអញ្ចឹងនេះមួយអាទិត្យអញ្ចឹងពេលដល់មួយអាទិត្យបងប្អូនមើលទៅលើទិសដៅឥឡូវទិសដៅវាចុះឬក៏ឡើង